នៅក្នុងវីដេអូនេះខ្ញុំមាន3ចំណុចដែលចង់ចែករំលែកទៅកាន់អ្នកនរគ្នាចំណុចទី1ខ្ញុំនឹងនិយាយអំពីមូលហេតុដែលគេចូលទៅគ្រប់គ្រងនៅ account profile របស់ខ្ញុំឬក៏ចូលទៅគ្រប់គ្រងនៅក្នុង BM account របស់ខ្ញុំមូលហេតុដែលធ្វើឲ្យ account Facebook ខ្ញុំឬក៏ធ្វើឲ្យ account BM របស់ខ្ញុំនឹងត្រូវបានជនមិនស្គាល់មុខអាចចូលទៅគ្រប់គ្រងបានហើយ remove ខ្ញុំដែលជា admin access នឹងចេញវាជាចំណុចដែលខ្ញុំសង្ស័យទេតែខ្ញុំមិនបានដឹងថាវានៅក្នុងចំណុចមួយណាទេចំណុចទាំងអស់នោះមានទី1គឺពាក់ព័ន្ធជាមួយទៅនឹង link បងប្អូនប្រហែលជាដឹងឬក៏បានឃើញជាច្រើនមកហើយដែលមាន Facebook នៃជនអនាមិកហ្នឹងគឺបានព្យាយាមផ្ញើសារមកកាន់បងប្អូនមិនថានៅក្នុង Facebook page ឬក៏មិនថានៅក្នុង Facebook account មិនថានៅក្នុង Telegram ឬក៏មិនថានៅក្នុង Gmail ទេជាទូទៅសារទាំងអស់នោះតែងតែប្រាប់យើងអំពីបញ្ហាដែលយើងនឹងជួបប្រទះជាពិសេសគឺទៅលើ account របស់យើងឬក៏ទៅលើ page របស់យើងហើយតម្រូវឲ្យយើងនឹងចុចទៅលើ link នោះដើម្បីឲ្យយើងអាចដោះស្រាយបញ្ហាទាំងអស់នឹងបានប៉ុន្តែជាក់ស្ដែង link នោះគឺជា link ដែលក្រុម hack ឬក៏ក្រុមជនអនាមិកដែលវាព្យាយាមផ្ញើមកឲ្យយើងហើយបន្លំជាមួយទៅនឹងអ្នកនរគ្នាដើម្បីធ្វើម៉េចឲ្យយើងអាចចុច link នឹងហើយវានឹងទទួលបាននៅព័ត៌មានចេញពីយើងមានន័យថាព័ត៌មាននឹងអាចមានព័ត៌មានតាក់ទងជាមួយ Facebook យើងព័ត៌មានពាក់ព័ន្ធមួយ BM របស់យើងព័ត៌មានពាក់ព័ន្ធមួយ page ព័ត៌មានពាក់ព័ន្ធជាមួយទៅនឹង personal របស់យើងផ្សេងទៀតដូចជាធនាគារជាដើមព័ត៌មានទាំងអស់នោះនៅពេលដែលយើងគ្រាន់តែចុច link ហ្នឹងទៅគឺមានន័យថាវានឹង scam លួចជាមួយទៅនឹងព័ត៌មានផ្ទាល់ខ្លួនរបស់យើងដែលមាននៅក្នុងទូរស័ព្ទដៃរបស់យើងដែលមាននៅក្នុងកុំព្យូទ័ររបស់យើងបងប្អូនធ្លាប់ឮទេថានៅពេលដែលយើងនៅតាមទីសាធារណៈហើយបងប្អូនចូលទៅដោតសាកទូរស័ព្ទឬក៏សាកកុំព្យូទ័រជាមួយទៅនឹងកន្លែងសាកភ្លើងសាធារណៈដូចជានៅហាងកាហ្វេនៅពលានយន្តហោះឬក៏នៅតាមទីសាធារណៈផ្សេងផ្សារទំនើបអីជាដើមការសាកថ្មនៅតាមទីសាធារណៈក៏ដូចជាការប្រើប្រាស់នៅ Wi-Fi សាធារណៈគឺសុទ្ធតែជាកន្លែងដែលមានហានិភ័យដែលធ្វើឲ្យ scammer ឬក៏យើងហៅថាជនអនាមិកហ្នឹងគឺមានឱកាសនៅក្នុងការលួចជាមួយទៅនឹងព័ត៌មានរបស់យើងអញ្ចឹងកន្លែងហ្នឹងគឺសុទ្ធតែជាហេតុផលមួយដែលខ្ញុំសង្ស័យដែរអានឹងចំណុចទី2ហើយចំណុចទី3មួយទៀតនោះដែលខ្ញុំសង្ស័យបន្ថែមទៀតគឺខ្ញុំធ្លាប់បានដំឡើងនៅ extension មានន័យថាខ្ញុំបាន download នៅកម្មវិធីមួយដែលជាការ download free ទេហើយខ្ញុំធ្វើការដំឡើងនៅ extension ហ្នឹងគឺនៅលើ web browser របស់ Chrome នៅលើ laptop របស់ខ្ញុំហ្នឹងកន្លែងហ្នឹងហើយដែលខ្ញុំសង្ស័យជាងគេថាអាចមាន file ពាក់ព័ន្ធជាមួយទៅនឹង malware មានន័យថា file ប្រកបដើម្បីscam ដើម្បីលួចនៅព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំចំណុចទី2ខ្ញុំនឹងនិយាយអំពីដំណោះស្រាយបាទតើខ្ញុំមានដំណោះស្រាយអីខ្លះជាមួយទៅនឹងបញ្ហាដែលខ្ញុំជួបប្រទះទាំងអស់ហ្នឹងដំណោះស្រាយគឺមានចំណុចពិសេសមួយគឺបងប្អូនត្រូវយក Facebook account របស់យើងអាចថា Facebook profile របស់យើងណាមួយក៏បានដែរ subscription ជាមួយទៅនឹង Meta Verify គឺយើងអាចតាក់ទងទៅ support បានជាបទពិសោធន៍របស់ខ្ញុំតាក់ទងទៅនឹងមានទាំង something else មានន័យថាយើងនិយាយអំពីអ្វីមួយខ្ញុំតាក់ទងទៅមានទាំង hack asset ហើយខ្ញុំតាក់ទងទៅមានទាំង report impersonation ហើយនឹងមួយទៀតគឺតាក់ទងជាមួយទៅនឹង subscription នៅពេលដែលអ្នកនរនេះតាក់ទងទៅ support គឺអ្នកនរនេះត្រូវទៅ say proposal ក៏បានឬយើងអាចនិយាយថាជា formal letter នៅពេលដែលទៅ say formal letter ហ្នឹងគឺអ្នកនរនេះត្រូវតែប្រាប់អំពីអង្គហេតុរឿងដែលកើតឡើងចំពោះ account របស់យើងការទៅជែកទី1គឺឆាតផ្ទាល់ជាមួយទៅនឹង Messenger របស់យើងអានេះជាបទពិសោធន៍របស់ខ្ញុំទេមានន័យថាឆាតផ្ទាល់ជាមួយ supportបន្ទាប់ពីយើងឆាតផ្ទាល់ហើយមានការដោះស្រាយបញ្ហាខ្លះគឺ support នឹងតេពីអាមេរិក
មកកាន់លេខដៃរបស់យើងផ្ទាល់តែម្ដង call មកទៅចែកមួយលេខទូរស័ព្ទឲ្យយើងផ្ទាល់ហើយបទពិសោធន៍ខ្ញុំទី3មួយទៀតនោះគឺគាត់តម្រូវឲ្យខ្ញុំនឹងត្រូវ share screen បាទ share screen នៅលើ computer របស់យើងដើម្បីឲ្យគាត់ឃើញផងដែរហើយចំណុចទី3មួយទៀតនោះខ្ញុំសូមបញ្ជាក់ថាដើម្បីដោះស្រាយបញ្ហាទាំងអស់នឹងជាមួយ support ដំណើរការទៅយ៉ាងរលូនអ្នកនរនេះចាំបាច់ណាស់ត្រូវតែចេះភាសាអង់គ្លេសអ្នកនរនេះត្រូវតែអាចសរសេរជាភាសាអង់គ្លេសបានអ្នកនរនេះត្រូវតែអាចសរសេរនៅ formal letter នឹងជាភាសាអង់គ្លេសបានរៀបរាប់អំពីអង្គហេតុទាំងអស់នឹងបានអ្នកនរនេះត្រូវតែអាចជជែកជាភាសាអង់គ្លេសជាទូទៅនៅពេលដែល support ទេមកយើងតាមរយៈទូរស័ព្ទដៃផ្ទាល់ឬក៏អាចជជែកជាមួយយើងនៅក្នុង chat នៃ Facebook អញ្ចឹងយើងត្រូវតែអាចប្រើប្រាស់ភាសាអង់គ្លេសបានល្អលឿនទាន់ចិត្តទាន់ពេលអានឹងបានអាចធ្វើការងារជជែកជាមួយ support នឹងបានដោះស្រាយបញ្ហានឹងបានឆាប់រហ័សជាចុងបញ្ចប់សូមអ្នកនរនេះកុំភ្លេចជួយ share នៅវីដេអូនេះដើម្បីឲ្យបងប្អូនយើងដទៃទៀតដែលគាត់អាចនឹងមិនទាន់បាត់បង់អាចគាត់ការពារទី1ទី2អ្នកដែលបាត់បង់ហើយអាចនឹងមាន tip ពីខ្ញុំដើម្បីដោះស្រាយបញ្ហាឬក៏យកនៅ account យកនៅ page យកនៅ BM របស់គាត់ត្រឡប់មកវិញហើយមួយទៀតបងប្អូនសូមកុំភ្លេចជួយ follow page ខ្ញុំម្នាក់មួយផងពីខ្ញុំភិរមសូមអរគុណនិងសូមជម្រាបលា